សូមស្វាគមន៍មកកាន់ Channel Chanthi Cooking ថ្ងៃនេះមកជួបជាមួយនឹងមនុយថ្មីមួយទៀតគឺពងត្រីចំហុយជាមួយពងមាន់សាច់ជ្រូកច្រាមបាទឥឡូវយើងមានសាច់ជ្រូកច្រាមយើងច្រាមហើយមានពងមាន់ណានេះយើងច្រាមពងមាន់សម្រាប់ដាក់ចំហុយហើយយើងគោះពងមាន់នឹងដាក់ចំនួន3គ្រាប់បាទដាក់ចូលទៅក្នុងសាច់ជ្រូកច្រាមរបស់យើងហើយនឹងពងត្រីរបស់យើងចូលគ្នាទៅដើម្បីឲ្យវាសប់ចូលគ្នាអញ្ចឹងយើងគោះពងមាន់ដាក់3គ្រាប់បាទគឺ3គ្រាប់នេះយើងធ្វើមកល្មមលក្ខណៈ3 4នាក់អីហូបមកល្មមអ្នកទាំងអស់គ្នាហ្នឹងហើយអញ្ចឹងយើងគោះពងមាន់ចូលចំនួន3គ្រាប់ហើយយើងធ្វើការកូរច្រវល់វាយើងក្លុកវាឲ្យសប់ទៅដើម្បីឲ្យវាចូលជាតិចូលគ្រឿងទៅក្នុងពងអញ្ចឹងណាពងនឹងវាចូលសប់ទៅក្នុងសាច់ទៅក្នុងពងត្រីរបស់យើងកូរវាឲ្យសប់អ្នកទាំងអស់គ្នាកាលណាយើងកូរបានសពកាលណាពងរបស់យើងចំហុយនឹងវាឆ្ងាញ់កាលនឹងដូចគ្នាឥឡូវខ្ញុំឲ្យប្រពន្ធខ្ញុំធ្វើការកូរវាឲ្យសពឲ្យម៉ត់ចឹងណាដើម្បីឲ្យវារលាយសពចូលគ្នាទៅតែម្ដងពេលកាលណាវារលាយសពចូលគ្នារសជាតិវាក៏ឆ្ងាញ់តាមនឹងដែរពេលដែលយើងចំហុយទៅវាអត់មានគេហៅថាប្រៃដុំអីចឹងណាធម្មតាពងថៃរបស់យើងវារៀងប្រៃស្រាប់ចឹងណាអ្នកទាំងអស់គ្នាហ្នឹងហើយចឹងទៅយើងធ្វើការកូរវឹកហ្នឹងហើយឥឡូវយើងធ្វើការដាក់ខ្ទឹមហ្នឹងដើម្បីអីដើម្បីឲ្យវាបង្កើននៅរសជាតិធម្មតាយើងចំហុយភាគច្រើនគឺយើងត្រូវប្រើខ្ទឹមហើយប្រពន្ធរបស់ខ្ញុំគាត់មានប្រើខ្ទឹមក្រហមខ្ទឹមសដើម្បីដាក់បញ្ចូលឲ្យវាគ្រប់គ្រឿងទៅក្នុងមនុយរបស់យើងមួយហ្នឹងហើយយើងដាក់ម្ទេសបន្តិចដោយសារអ្នកផ្ទះរបស់ខ្ញុំអត់សូវប៉ិនម្ទេសនេះយើងដាក់តែមួយគ្រាប់ទេដើម្បីឲ្យវាមានរសជាតិឆ្ងាញ់អញ្ចឹងណាហ្នឹងហើយឲ្យវាហឹរតិចទៅឃើញថាឆ្ងាញ់តែម្ដងអញ្ចឹងយើងដាក់ធ្វើការដាក់ចូលទៅក្នុងពងមាន់ចំហុយរបស់យើងហ្នឹងទៅដាក់ហើយយើងធ្វើការកូរវឹកបន្ថែមទៀតដើម្បីកូរឲ្យសព្វចូលគ្នាទៅឲ្យវាបង្កើននៅរសជាតិកាន់តែដិតនៅក្នុងរសជាតិរបស់យើងអញ្ចឹងណាហ្នឹងហើយឥឡូវយើងធ្វើការកូរវាឲ្យសព្វហើយបានយើងធ្វើការដាក់ចំហុយអញ្ចឹងយើងកូររៀបរយអស់ហើយយើងដាក់គ្រឿងចូលដាក់ប៊ីចេងដាក់រៀងក្រានតិចយើងដាក់មកសភាកាហ្វេរបស់យើងហ្នឹងណាហ្នឹងហើយប៊ីចេងយើងដាក់រៀងក្រានតិចដោយសារពងរបស់យើងរៀងប្រៃហើយយើងដាក់ស្ករចំនួន2សភាណាស្ករស2សភាបាយណាអ្នកទាំងអស់គ្នាដោយសារពងត្រីរបស់យើងប្រៃណាអ្នកទាំងអស់គ្នាអញ្ចឹងពេលយើងដាក់ហើយយើងធ្វើការកូរវឹកវាឲ្យសព្វបន្ថែមទៀតអញ្ចឹងណាកាលណាយើងកូរវឹកសព្វទៅវាចូលគ្រឿងវាឆ្ងាញ់អ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាមានវិធីផ្សេងអានោះធ្វើតាមវិធីអ្នកទាំងអស់គ្នាប៉ុន្តែសម្រាប់ខ្ញុំធ្វើម្ដងប្រពន្ធរបស់ខ្ញុំធ្វើហ្នឹងគឺឆ្ងាញ់អញ្ចឹងខ្ញុំធ្វើតាមវិធីនេះអញ្ចឹងណាហ្នឹងហើយយើងធ្វើការវឹកឲ្យសព្វទៅហើយយើងធ្វើការដាក់ម្ទេសនេះម្ទេសផ្លោករបស់យើងដាក់ចូលមួយគ្រាប់ទៅហើយអ្នកទាំងអស់គ្នាម្ទេសដែលនៅសល់ហ្នឹងអ្នកទាំងអស់គ្នាអាចយកទៅសោសទៅយកទៅជ្រលក់ជាមួយនឹងពងទៅគឺឆ្ងាញ់តែម្ដងអញ្ចឹងណាអ្នកទាំងអស់គ្នាហ្នឹងហើយឥឡូវយើងធ្វើការហាន់ម្ទេសផ្លោករបស់យើងហ្នឹងដាក់ចូលទៅក្នុងពងត្រីរបស់យើងហ្នឹងដើម្បីយើងធ្វើការកូរវាឲ្យសព្វអញ្ចឹងណាអ្នកទាំងអស់គ្នាហ្នឹងហើយកូរវាទៅឲ្យសព្វទៅក្នុងពងត្រីរបស់យើងដើម្បីទី1វាកាត់ឆ្អាបផងដែរទី2វាធ្វើឲ្យមានសោភ័ណភាពកាន់តែស្អាតផងដែរនេះហើយយើងធ្វើការដាក់ទឹកណាដាក់នៅលើពួកខ្ញុំនឹងប្រើជ្រះទេណាប្រើជ្រះចឹងទៅយើងដាក់ទឹកទៅធ្វើការចំហុយបន្តមកទៀតយើងធ្វើការដាក់ពងមាន់ចូលហ្នឹងហើយខ្ញុំដាក់ចានថ្មីដោយសារតែចានហ្នឹងមើលទៅវាអត់ស្អាតចឹងទៅខ្ញុំដាក់ចានថ្មីឲ្យអ្នកទាំងអស់គ្នាមើលទៅនេះយើងធ្វើការដាក់ចូលហើយយើងនឹងធ្វើការយកទៅដាក់ក្នុងឆ្នាំងដើម្បីធ្វើការចំហុយរហូតចំហុយនឹងយូរដែរអ្នកទាំងអស់គ្នាប្រហែលជា45នាទីប៉ុន្តែនៅពេលដែលចំហុយបានខ្ទង់ប្រហែលជា30នាទីខ្ញុំធ្វើការគូសពងមាន់ដាក់ហើយអានេះមនុយខ្ញុំបន្ថែមទៀតគឺអាឡឹកដើម្បីហូបជាមួយបាយហ្នឹងហើយគ្នាសមាជិកទាំងអស់គ្នា4នាក់ពួកឯងមានម៉ែក្មេកម៉ែប្រកាអញ្ចឹងណាហ្នឹងហើយយើងធ្វើការពុះអាឡឹកទៅឃើញអាឡឹកហ្នឹងតំណើងក៏ថតបញ្ចូលទៅក្នុងវីដេអូហ្នឹងបន្តិចទៅឃើញថាអាឡឹកហ្នឹងពណ៌ក្រហមឆ្អិនឆ្អៅតែម្ដងពេលពុះហើយស្រួយឡើងស្រាប់ហ្មងលាន់តែផេះតែហ្មងអញ្ចឹងណាអ្នកទាំងអស់គ្នាហ្នឹងហើយអញ្ចឹងទៅអាឡឹកនេះគឺជាមនុយបន្ថែមមួយសម្រាប់យើងណាហើយយើងមកកលេចមកមើលពងមាន់របស់យើងបន្ទាប់ពីកន្លះម៉ោងហើយយើងធ្វើការណាមើលវាថាសន្តានរបស់វាហ្នឹងប្រហែលជាប៉ុណ្ណាអញ្ចឹងណាអ្នកទាំងអស់គ្នាអូននៅអត់ទាន់ឆ្អិនហ្នឹងហើយដូចខ្ញុំប្រាប់អញ្ចឹង30នាទីហើយអានេះកាប់ទៅខ្ញុំ
កាយវាមកហ្នឹងដើម្បីអីខ្ញុំគោះពងមាន់ដាក់បង្គាប់ទៀតណាគុណខ្ញុំគោះពងមាន់ដាក់បង្គាប់ទៀតឲ្យវាសុខភាពកាន់តែស្អាតចឹងណាហ្នឹងហើយឥឡូវគោះពងមាន់ដាក់ចូលហើយហ្នឹងហើយបន្ទាប់មកយើងធ្វើការដោតម្ទេសចូលបន្តិចទៅអ្នកនរគ្នាគុណខ្ញុំក៏ដោត3ដើមដើម្បីឲ្យវាកាន់តែស្អាតចឹងណាហ្នឹងហើយនេះដោតទៅរួចហើយយើងដាក់ចំហុយប្រហែលជា15នាទីទៀតឥឡូវហ្នឹងវារៀបរយហើយវាសឹងតែឆ្អិននឹង100%ហើយប៉ុន្តែយើងអាចដាក់បន្ថែមប្រហែលជា5នាទីទៀតដោយសារពងរបស់យើងហ្នឹងនៅរាងស្ទើហ្នឹងហើយយើងដាក់ប្រហែលជា5នាទីទៀតដើម្បីឲ្យពងវាហ្នឹងកាន់តែឆ្អិនសព្វនេះក្រោយ5នាទីមកឃើញថាឆ្អិនសព្វតែម្ដងបងប្អូនអើយតំណងណាស់ខ្លាំងណាស់មើលទៅឃើញចង់តែជ្រលក់ជាមួយមនុយរបស់យើងហ្នឹងចង់ជ្រលក់មួយបន្លែហ្នឹងហ្មងបន្លែឃើញតំណងខ្លាំងមែនតើឥឡូវវីដេអូហ្នឹងមានប៉ុណ្ណឹងទេហើយបងប្អូនដែលពេញចិត្តកុំភ្លេចជួយចុច like subscribe នៅ channel របស់ខ្ញុំម្នាក់មួយផងដើម្បីជាទឹកចិត្តក្នុងការធ្វើផលិតវីដេអូថ្មីៗជូនបងប្អូនអរគ្នាអរគុណជម្រាបលាស្រឡាញ់អ្នកទាំងអស់គ្នាបាទបាយបាយ